ម៉ាក់កូនមកពីធ្វើការវិញហើយម៉ាក់ពិសាអាហារទេម៉ាក់ឆ្លើយថាខ្ញុំអត់ដឹងទេខ្ញុំគ្រាន់តែដឹងថាខ្ញុំអរណាស់ដែលឃើញអ្នកត្រឡប់មកវិញលោកអ្នកនឹងដឹងដូចខ្ញុំដែរបើសិនជាមានឪពុកម្ដាយចាស់នៅជាមួយចិត្តឪពុកម្ដាយតែងតែព្រួយរំពឹងចាំកូនគ្រប់គ្នាមកសួរសុខទុក្ខគាត់កូនពេលមានឪពុកម្ដាយចាស់គឺជាពេលដែលត្រូវបង្ហាញសេចក្តីស្រឡាញ់ការគោរពនិងការថែរក្សាឲ្យបានច្រើនជាងមុនព្រោះពេលនេះពួកគាត់ចាប់ផ្ដើមត្រូវការយើងដូចពេលយើងនៅក្មេងយើងធ្លាប់ត្រូវការពួកគាត់ដែរនេះជាអ្វីដែលកូនអាចធ្វើបានទី1គោរពនិងនិយាយដោយសុភាពពេលឪពុកម្ដាយចាស់អារម្មណ៍និងការគិតអាចផ្លាស់ប្ដូរច្រើនណាស់កូនគួរនិយាយដោយទន់ភ្លន់អត់ធ្មត់និងមិនឆាប់ខឹងទី2ថែរក្សាសុខភាពនិងសុវត្ថិភាពរបស់គាត់ជួយពិនិត្យថ្នាំអាហារការសម្រានរបស់គាត់និងការជូនគាត់ទៅពេទ្យការថែរក្សាតូចៗនេះមានន័យធំសម្រាប់ពួកគាត់ណាស់ទី3ចំណាយពេលជាមួយពួកគាត់ម្ដាយឪពុកចាស់ភាគច្រើនមិនត្រូវការអ្វីច្រើនទេតែត្រូវការអ្នកស្ដាប់និងការមានកូននៅក្បែរការអង្គុយនិយាយឬញ៉ាំបាយជាមួយគ្នាគឺជាសុភមង្គលធំទី4អត់ធ្មត់និងយល់ចិត្តពេលខ្លះពួកគាត់ចងចាំមិនបានឬនិយាយដដែលសូមកុំធ្វើឲ្យពួកគាត់មានអារម្មណ៍ថាជាបន្ទុកឡើយទី5សងគុណដោយចិត្តស្មោះត្បិតព្រះគម្ពីរបានបង្រៀនថាចូលគោរពឪពុកម្ដាយរបស់អ្នកការថែរក្សាពួកគាត់គឺជាព្រះពរមិនមែនជាការបង្ខំនោះទេ